បងប្អូនទាំងគ្នាប្រើប្រាស់ Gmail យូរហើយតិចអត់ដឹងថា Gmail បងប្អូនទាំងគ្នាធ្លាប់បាន connect ជាមួយ website ណាខ្លះនៅក្នុងវីដេអូនេះខ្ញុំចង់ចែកម្លែកទៅបងប្អូនទាំងគ្នាពីរបៀបឆែកមើលGmail របស់យើងតើថា Gmail របស់យើងនឹងធ្លាប់បាន connect ជាមួយ website ឬក៏ account អីខ្លះបាទតើឥឡូវកុំឲ្យខាត់ពេលយើងចូលទៅតាមដានទាំងអស់គ្នាបាទចឹងជាដំបូងបងប្អូនទាំងគ្នាចូលទៅក្នុង account Gmail របស់យើងមកហើយមកដល់កន្លែងនេះបងប្អូនទាំងគ្នាចុចចំកន្លែងនេះមកនេះកន្លែងកូនសោហ្នឹងបន្តមកទៀតបងប្អូនទាំងគ្នា scroll ចុះក្រោមមើលកន្លែងនេះមកអញ្ចឹងកន្លែងនេះwebsite Gmail របស់ខ្ញុំបាន connect ជាមួយ website ខាត់អាវ Pro បាទអញ្ចឹងបើសិនជា Gmail របស់យើងភ្ជាប់ជាមួយ website ណាខ្លះច្រើនវាលោតកន្លែងនេះប៉ុន្តែខ្ញុំភ្ជាប់តែមួយទេអញ្ចឹងបើសិនជាករណីយើងគិតថា website ហ្នឹងមិនគួរឲ្យទុកចិត្តយើងអាចដកចេញវិញបានអញ្ចឹងនៅពេលដែលយើងចង់ដក website ចេញយើងគ្រាន់តែចុចលើ website ដែលយើងចង់ដកមកអូខេវាមកដល់កន្លែងនេះចែកកន្លែងនេះមក delete all connection ហ្នឹងទៅ confirmរួចរាល់ជាការស្រេចបាទអស់លេងហើយកន្លែងនេះគឺអត់មានទេនេះហ្នឹងហើយនេះគឺជាវីដេអូខ្លីៗសម្រាប់ចែកម្លែកទៅបងប្អូនទាំងគ្នាបាទអញ្ចឹងបើពេញចិត្តវីដេអូមួយនេះកុំភ្លេចចុច subscribe channel ខ្ញុំបាទមួយហើយបើសិនជាមានចំណុចផ្សេងៗកុំភ្លេច comment នៅខាងក្រោមវីដេអូបាទអរគុណបាយបាយ